ធនាគារជាតិនៃកម្ពុជាសម្រេចឲ្យលុបបំណុល80លានរៀលចំពោះយោធិនភាគីលុបបំណុល10លានរៀលចំពោះយោធិនពីការនិងលើកលែងការផាកពិន័យការទូទាត់សងការប្រាក់និងពន្យាសងប្រាក់ដើមចំពោះយោធិនក្នុងសមរភូមិប្រយុទ្ធធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី10នេះបានចេញសេចក្តីណែនាំស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីចំនួនព្រំដែនកម្ពុជាថៃនៅក្នុងសេចក្តីសម្រេចនេះធនាគារជាតិនៃកម្ពុជាបានលើកឡើងថាឆ្លើយតបនឹងការអំពាវនាវរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងក្នុងស្មារតីសាមគ្គីភាពមនុស្សធម៌និងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីចំនួនព្រំដែនកម្ពុជាថៃធនាគារជាតិនៃកម្ពុជាសម្រេចដាក់ចេញនូវសេចក្តីណែនាំដូចខាងក្រោមទី1ណែនាំឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្ដល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹកដោយកលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែមីនាឆ្នាំ2026និងខលើកលែងការទូទាត់សងការប្រាក់និងពន្យាពេលទូទាត់សងប្រាក់ដើមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែមីនាឆ្នាំ2026ចំពោះការអនុគ្រោះនេះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេទី2ណែនាំឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែសុភាឆ្នាំ2026ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធខលើកលែងការទូទាត់សងការប្រាក់និងពន្យាពេលទូទាត់សងប្រាក់ដើមគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែសុភាឆ្នាំ2026ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធចំពោះការអនុគ្រោះនេះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេកបន្ថែមលើចំណុច2កនិង2ខខាងលើលុបចោលអនុទានរហូតដល់ចំនួន10លានរៀលរបស់អតិថិជនជាយោធិនពីការនៅក្នុងសមរភូមិប្រយុទ្ធនិងខបន្ថែមលើចំណុច2កនិង2ខខាងលើលុបចោលអនុទានរហូតដល់ចំនួន80លានរៀលរបស់អតិថិជនឬអ្នករួមខ្ចីជាយោធិនភាគីទី3តម្រូវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំអនុទានឡើងវិញចំពោះអតិថិជនផ្សេងទៀតស្របតាមបទបញ្ញត្តិជាធរមាននិងទី4លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្ដល់ការអនុគ្រោះពិសេសបន្ថែមទៀតតាមលទ្ធភាពជាក់ស្ដែងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីចំនួនព្រំដែនកម្ពុជាថៃនិងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ